នេះគឺជាម៉ោងចាប់ប្រចាំមួយនៅប្រែមនៅម៉ោង2ថ្ងៃទី8មីនានេះដូចគ្នាគឺមានការកក់សបត់ច្រើនហើយក៏មានមតិខ្លះដែរគាត់និយាយថាចិត្តរឿងនឹងមើលអត់សូវយល់អ្នកខ្លះក៏មើលទៅល្អមើលហាក់ទៅតាមអារម្មណ៍របស់អ្នកមើលគ្រប់គ្នាអ្នកខ្លះគេចូលចិត្តប្រភេទបែបហ្នឹងអ្នកខ្លះអត់ចូលចិត្តប្រភេទបែបហ្នឹងដោយសារអ្នកខ្លះចូលបែបរន្ធត់ភ្ញាក់ស្អែកផ្សេងអញ្ចឹងតែជឿតែមិនក៏អត់សូវអីដែរឲ្យតែបានភ្ញាក់ស្អែកតែអ្នកមើលខ្លះក៏អត់ទៀមទីអញ្ចឹងគាត់ចូលចិត្តបែបផ្សេងតាមដែលធ្វើគាត់នឹកស្មានដល់អីចឹងណាដោយទៅហៅថាដូចរឿងមួយដែលចាត់នៅខ្មែរដែរមិនមែនរឿងខ្មែររបស់យើងហ្មងគឺរឿងអក្សរអង្គាចុះច្រើនគេមើលយល់ឲ្យយល់ឲ្យគាត់ complain ច្រើននៅស្រុកយើងប៉ុន្តែខ្ញុំឃើញរឿងហ្នឹងជាឈ្នះពៀនច្រើនចូលរួម festival ច្រើនហើយមានក្រុមហ៊ុននៅក្រៅស្រុកជួយចាត់ប្រចាំនៅក្រៅច្រើនទៀតអាចរកមើលអ្នកស្នងអង្គានៅក្នុង IMDb បានដែលឃើញថាគាត់បានតាណាខ្លះអញ្ចឹងមើលទៅគឺឃើញច្រើនមែនតើនេះតែខ្ញុំមិនមែនជារឿងរបស់ខ្ញុំទេប៉ុន្តែខ្ញុំមានមោទនភាពមួយដែរសម្រាប់ភូមិជាតិរបស់យើងដែលបានទៅច្រើនប្រទេសទៅឆ្ងាយបានទៅប្រកួតអីជាហ្នឹងខ្ញុំសប្បាយចិត្តអញ្ចឹងមានថាពេលខ្លះអូឌីនៅក្រៅការគិតទីរបស់គាត់ផ្សេងវិញអញ្ចឹងណាសម្រាប់រឿងសាសនាដូចគ្នាមានន័យថាយើងធ្វើមកសំលមម្នាក់ឲ្យពួកគាត់មើលបានមានន័យថាសម្រាប់អូឌីនក្នុងស្រុកក៏មើលបានអូឌីនក្រៅស្រុកក៏មើលបានដែរអញ្ចឹងថាពេលដែលយើងធ្វើរឿងស្រួលពេកសម្រាប់អូឌីនក្នុងស្រុកការនាំចេញរបស់យើងហ្នឹងគឺក្រវ៉ាដែរនិយាយថាអ្នកមើលនៅក្រៅស្រុកគឺខុសពីយើងដូចគ្នាហើយអ្នកការទៀមទាអ្នកក្រៅស្រុកខុសពីយើងការទៀមទាយើងខុសពីអ្នកនៅក្រៅស្រុកដូចគ្នាអញ្ចឹងយើង estimate ថាយើងព្យាយាមធ្វើឲ្យនៅសំលមនៅពាក់កណ្ដាលដែលអាចអូឌីនខ្មែរយើងអាចមើលបានទាំងអ្នកក្រៅស្រុកអាចមើលបានដូចគ្នានេះមិនថាខ្ញុំចេញមកដើម្បីការពាររឿងអីប៉ុន្តែពេលដែលគាត់ recommend គាត់ comment មួយទៅលើរឿងយើងស្ដាប់ទៅជាច្បល់ល្អយើងយកទៅកែប្រែអញ្ចឹងណាតែសម្រាប់កន្លែងខ្លះគាត់មើលអត់យល់ពេលខ្លះក៏មានចំណុចហ្នឹងខ្លះគេបកស្រាយក្នុងរឿងដែរតែប្រហែលជាអាចនឹង miss កន្លែងហ្នឹងគាត់ស្ដាប់តន់ឬអីឬក៏មើលអត់តន់អីចឹងណាប៉ុន្តែខ្ញុំអរគុណសម្រាប់ការគ្រប់គ្រងហើយសម្រាប់អរគុណសម្រាប់ការ comment ដូចគ្នាគឺយើងនឹងទទួលយក comment ហ្នឹងដើម្បីកែប្រែតែយើងព្យាយាមធ្វើបានរសជាតិថ្មីមួយទៀតដែលជាជាងពីការនឹងខ្មោចតែដល់គ្នាអាចនឹងទួអារម្មណ៍ថាធុញជាមួយនឹងរឿងខ្មោចតែសម្រាប់រឿងសាសនានេះផ្សេងគឺរសជាតិផ្សេងមួយទៀតដែលយើងឲ្យអ្នកមើលគឺអង្គុយមើលយ៉ាងជួយទុកដាក់ដើម្បីតាមដានសាច់រឿងដើម្បីដឹងថាអូខេតម្លៃឲ្យរឿងអប់រំក្នុងរឿងហ្នឹងបែបណាអញ្ចឹងណាអញ្ចឹងអរគុណហើយសាសនាកំពុងតែចាប់ប្រចាំនៅក្នុងក្រុមកូនទាំងអស់ហើយយើងក៏នាំភាពយន្តសាសនាទៅក្រៅដូចគ្នាអញ្ចឹងអរគុណច្រើន